បងហេតុអីមនុស្សយើងមានពេលខ្លះសុកស្រាប់តែខូចតម្រងនោមហើយអាចកើតទៅលើមនុស្សកាន់អ្វីក្មេងទៀតហ្នឹងបងចាជាទូទៅពួកគេអត់ដឹងខ្លួនហ្នឹងសុកស្រាប់តែកើតហ្នឹងដំបូងគឺវាអត់មានចេញជារោគសញ្ញាអីឲ្យយើងចាប់អារម្មណ៍ទេគឺវាកើតស្ងាត់បន្តិចម្ដងដល់ពេលថ្ងៃមួយនោះគឺចេញរោគសញ្ញាពិតប្រាកដមកយើងទៅមើលស្រាប់តែឃើញតែម្ដងអញ្ចឹងមិនមែនមានន័យថាសុកវាកើតទេគឺវាកើតស្ងាត់បន្តិចម្ដងជាច្រើនឆ្នាំចាបាទបងអាចប្រាប់ពីមូលហេតុបានទេដើម្បីយើងងាយស្រួលក្នុងការការពារបងចាដែលសុកហ្នឹងបើយើងនិយាយថាកើតឡើងដោយកម្រគឺពួកគាត់មានកត្តាតំណពូជអញ្ចឹងក្នុងចំណោមមនុស្សដែលសុកខូចតម្រងនោម10នាក់ហ្នឹងមានតែម្នាក់ទេដែលមានកត្តាតំណពូជហើយសុកមួយទៀតគឺមកពីគាត់មានជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងដែលក្នុងហ្នឹងស្ងាត់ហ្នឹងវាបំផ្លាញតម្រងនោមហើយមនុស្សខ្លះទៀតគឺជំងឺហ្នឹងវាបំផ្លាញទាំងតម្រងនោមវាបំផ្លាញទាំងសន្លាក់អញ្ចឹងវាធ្វើឲ្យចេញរោគសញ្ញាសន្លាក់អញ្ចឹងយើងទៅព្យាបាលទៅសន្លាក់យើងដាក់ថ្នាំបំបត្តិការឈឺចាប់ជាញឹកញាប់ដំបូងឡើយដាក់ថ្នាំបាត់ប៉ុន្តែយើងដាក់ច្រើនដងច្រើនខែច្រើនឆ្នាំអញ្ចឹងទៅរំតែយើងដឹងថាយើងមានកត្តាតំណពូជបំផ្លាញខ្លួនឯងដែលដំបូងបំផ្លាញតែសន្លាក់តែដល់ថ្ងៃមួយនោះយើងផឹកថ្នាំបំបត្តិការឈឺចាប់បាត់រលាកនឹងយូរទៅបានវាចេញរោគសញ្ញាមួយទៀតថាវាខូចតម្រងនោមហើយតែការពិតគឺគាត់មានកត្តាប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងហ្នឹងគឺបំផ្លាញទាំងពីរស្ងាត់ហ្នឹងគ្រាន់ថាសន្លាក់វាទៅមុនសន្លាក់វាចេញមុនបាទចាហើយបើសិនជាវាចេញមកតម្រងនោមចេញមុនវាអត់សូវអីទេតែអាសន្លាក់ចេញមុនណាហ្នឹងហើយពេលដែលសន្លាក់ចេញមុនគឺយើងប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់បាត់រលាកបាត់ឈឺបាត់ហើមហ្នឹងរយៈពេលវែងអញ្ចឹងអាកត្តាប្រព័ន្ធការពាររាងកាយបំផ្លាញតម្រងនោមក៏មានអាថ្នាំផឹកបំបត្តិការឈឺចាប់ហ្នឹងវាទៅបំផ្លាញតម្រងនោមបន្ថែមទៀតក៏មានអញ្ចឹងបានមានពេលខ្លះហ្នឹងខូចខ្លាំងជាងពីព្រោះយើងអត់ដឹងថាយើងខូចតម្រងនោមអាហ្នឹងគឺស្ងាត់មែនអញ្ចឹងឲ្យតែរលាកសន្លាក់រ៉ាំរ៉ៃឈឺហើយឈឺទៀតគួរឲ្យសង្ស័យគឺយើងត្រូវរករកកត្តាតំណពូជបំផ្លាញសន្លាក់និងបំផ្លាញតម្រងនោមទៅចា៎ប៉ុន្តែនៅកត្តាមួយទៀតដែលកើតមិនកម្រប្រមាណនេះគឺកើតដោយសាររបៀបរស់នៅមិនល្អដែលសុកខូចតម្រងនោមមានពេលខ្លះគឺគាត់ធ្វើតែមួយដងឯងតែអាចខូចតម្រងនោមមួយជីវិតអញ្ចឹងអានឹងអីគេគឺឧទាហរណ៍ណាថាថ្ងៃហ្នឹងគាត់ជប់លៀងហ្នឹងទី1គាត់ផឹកស្រាច្រើនគ្រាន់តែផឹកស្រាម្នាក់ឯងហ្នឹងគឺវាអាចខូចតម្រងនោមបាត់ហើយហើយគាត់ទៅញ៉ាំស្ករច្រើននៅក្នុងនោះមាននំច្រើនណានំគ្រប់មុខដែលសម្បូរជាតិស្ករមានផ្លែឈើសម្បូរស្ករទៀតហើយវាមានជាតិសាច់ច្រើនទៀតអញ្ចឹងអាជាតិសាច់ហ្នឹងមានទឹកជ្រលក់ច្រើនចាអាទឹកជ្រលក់ហ្នឹងសម្បូរអំបិលផងសម្បូរស្ករផងសម្បូរប៊ីចេងផងសម្បូរម្ទេសផងអីចឹងទៅចាហើយពេលដែលគាត់ផឹកតែស្រាគាត់អត់បានផឹកទឹកអញ្ចឹងអាខ្វះជាតិទឹកហ្នឹងក៏វាបំផ្លាញអាស្ករក៏វាបំផ្លាញអាស្រាក៏វាបំផ្លាញអាអំបិលជ្រុលពេកក៏វាបំផ្លាញអញ្ចឹងសរុបចូលគ្នាទាំងអស់ហ្នឹងគាត់អាចញ៉ាំតែមួយដងហ្នឹងបើវាមិនខូចតម្រងនោមមួយជីវិតក៏វាធ្វើឲ្យតម្រងនោមធ្លាក់មួយកម្រិតដោយមិនដឹងខ្លួនអញ្ចឹងយើងធ្វើបែបហ្នឹង4-5 ដងគឺអាដងចុងក្រោយគេដែលយើងបានធ្វើហ្នឹងគឺវាខូចតម្រងនោមហើយយើងស្មានតែយើងសុកខូចក៏ពិតមិនមែនសុកខូចទេមកពីអាកតារស់នៅរបស់យើងហ្នឹងអារបៀបស៊ីផឹករបស់យើងហ្នឹងវាយូរពេកច្រើនដងពេកចាអញ្ចឹងពេលដែលគាត់អត់ធ្វើចលនារាងកាយហ្នឹងអាហ្នឹងគ្រាន់តែទេប៉ុណ្ណឹងក៏ខូចតម្រងនោមដែរពីព្រោះដំបូងមានមាសទាំង8របស់ទិវាតម្រងនោមពិភពលោកហ្នឹងគឺចលនារាងកាយដោយសារតើតើមានចលនារាងកាយបានវាមានចលនាឈាមរត់តើតើមានចលនាឈាមរត់គ្រប់គ្រាន់បានវាមានសារធាតុចិញ្ចឹមតម្រងនោមឲ្យរស់រានមានជីវិតហ្នឹងគ្រប់គ្រាន់តើតើមានចលនាឈាមរត់គ្រប់គ្រាន់បានតម្រងនោមហ្នឹងមានជាតិទឹកគ្រប់គ្រាន់ដើម្បីបញ្ចេញជាតិគីមីពុលទៅតាមទឹកនោមបើមិនអញ្ចឹងទេវាកកស្ទះហើយវាអត់អាហារហ្នឹងគឺវាអាចនឹងខូចអញ្ចឹងក្នុងករណីដែលរបៀបរស់នៅមិនល្អហើយស៊ីផឹកច្រើនដូចខ្ញុំនិយាយអំបញ្ញមិញអញ្ចឹងអាហ្នឹងក៏អាចធ្វើឲ្យគាត់ខូចតម្រងនោមដែរហើយយើងកុំថាវាសុកគឺវាខូចស្ងាត់មកជំហានម្ដងនឹងធ្លាក់ដូចកម្មចដាអញ្ចឹងណានៅថ្ងៃណាមួយវាមកដល់ខាងក្រោមហើយបានយើងដឹងខ្លួនតាន់ពេលហ្នឹងមានមនុស្សខ្លះគឺដល់ពេលដែលគាត់ត្រូវប្រើថ្នាំប្រចាំជីវិតហើយអាចថាអ្នកខ្លះស្ថិតនៅក្នុងបញ្ជីដែលអាចលាងឈាមតែម្ដងចា៎
cho dương thời thương mấy bông đầm bay cà pia cùng oi à đầm rong nôm dương sọc sọc tới kia khôi thuần khôi chứ chia đầm bầu miên rồi bọc nhóm trời miên rồi biết luôn nơi lọ rồi biết luôn nơi lọ thì muối cứ trời miên cho là na riêng cái rồi vợ có một cô dù cho là na riêng cái rồi vợ nó trong thọp ban chùm riệp tìm một mà hai chẳng dương ai từ mơ là cho là na riêng cái rồi vợ nó từ chả hai buổi tiết dương từ xịt thật nên ấy tha dương từ nhâm chụp liếng nó xa vì trắng hay nung vì trắng sạch vì trắng bơ vì trắng score vì trên được không tập trường vụ năng vì trắng hay khoa tập chả hay non khi cười ở ban thôi cho là nà tệ bởi sân chi dương non khi từ rom hay dương cùng nhau mặt tập trường vụ năng phải tệ ấy chứ hay cùng nhau nhau bể hay chỉ tu tới ro bể để dương si phát hái cứ dương tới thư tài chiếm hay bởi dương asa chụp chân mật thẹn sờ bái dương cua ta xa mở chẳngបើសិនជាពី3ខែយើងឲ្យស៊ីផឹកម្ដងអាចថាមួយឆ្នាំយើងមើលម្ដងតែបើមួយខែយើងស៊ីផឹកពី3ដងអញ្ចឹងគួរតែ3ខែយើងមើលម្ដងចាកុំឲ្យយើងគិតថាសុកយើងខូចតម្រង់នោះគឺពេលហ្នឹងវាខូចមានជំហានរបស់វាដូចកម្មចលាអញ្ចឹងបើវា100កម្មវាធ្លាក់ម្ដង2 3កម្មអត់អីទេតែកុំឲ្យអាធ្លាក់ម្ដង2 3កម្មហ្នឹងរយៈពេលវែងវាធ្លាក់ចិត្តអស់ហើយ100កម្មហ្នឹងចា